មកដល់កំពង់សោមបងប្អូនឃើញសមុទ្រស្អាតមែនទេយូរជ្រៅអាគេពុះស្អាតបងប្អូនតែទីតាំងនេះគឺអត់ស្គាល់ឈ្មោះដែរទេមិនដឹងថាគេហៅវាថាកន្លែងអីដែរទេអញ្ចឹងបើបងប្អូនណាដឹងចាំជួយ comment ប្រាប់នៅខាងក្រោមវីដេអូនឹងផងថាកន្លែងនឹងឈ្មោះអីគេហៅមិនចឹងណាបងប្អូនសម្រាប់វីដេអូនេះផងដែរគឺពួកយើងបានធ្វើដំណើរពីភ្នំពេញមកកំពង់សោមដោយជិះម៉ូតូបងប្អូនហើយត្រូវឆ្លងកាត់តាមផ្លូវជាតិលេខ3មកបុកមកកពើតរួចបន្តដំណើរមកក្រុងព្រះសីហនុនេះតែម្ដងបងប្អូនចឹងចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូនេះទាំងអស់គ្នាបងប្អូនមកដល់កំពង់សោមបងប្អូននេះវងមូសាក្លៀងលើក្រត់ហើយនេះយើងទៅអង្គុយលេងនៅឆ្នេរបន្តិចបងប្អូនសម្រាប់ការធ្វើដំណើររបស់យើងពីភ្នំពេញមកកំពង់សោមដោយជិះតាមផ្លូវជាតិលេខ3នេះគឺយើងចំណាយរយៈពេលកន្ទង់9ម៉ោងបងប្អូនដោយយើងមានការសម្រាកច្រើនដងដែរនៅកំពង់ត្រាចនោះគឺយើងសម្រាកមើលទិដ្ឋភាពនៃភ្នំមួយសន្ទុះរួចមកដល់កពើតនេះគឺយើងចូលទិញម្ហូបអាហារនៅផ្សារកពើតដែលសម្បូរដោយគ្រឿងសមុទ្រហ្នឹងរួចយើងទៅអង្គុយហូបនៅកន្លែងសេះបាញ់ទឹកពេលដែលយើងហូបហើយយើងអង្គុយមើល view ទេសភាពនៅកន្លែងហ្នឹងមកសបកធំយើងក៏បន្តដំណើរមកកំពង់សោមតែម្ដងបងប្អូនហើយសម្រាប់ទេសភាពតាមដងផ្លូវពីកពើតមកកំពង់សោមអាកន្លែងផ្លូវពិបាកហ្នឹងគឺយើងអត់បានថតជា view ទេសភាពអីទេព្រោះកាមេរ៉ាវាអត់ថ្មអញ្ចឹងយើងកាត់មកដល់កំពង់សោមនេះតែម្ដងបងប្អូនឆ្លៀតឱកាសកំពុងតែធ្វើដំណើរតាមផ្លូវសូមរៀបរាប់ពីខេត្តកំពង់សោមបន្តិចដើម្បីឲ្យបងប្អូនបានដឹងខ្លះហើយបើខ្វះខាតចាំជួយបន្ថែមជា comment នៅខាងក្រោមវីដេអូនេះផងបងប្អូនខេត្តកំពង់សោមគឺជាខេត្តសមុទ្រមួយដែលស្រស់ស្អាតហើយវាមានឆ្នេរសមុទ្រវែងជាងគេបងប្អូនសម្រាប់ខេត្តទាំង4ដែលជាប់សមុទ្របងប្អូនហើយបញ្ជាក់បន្ថែមទៀតវីដេអូនេះគឺកាត់តែនៅក្នុងកំពង់សោមទេបងប្អូនបើបងប្អូនចង់ទស្សនាវីដេអូដែលយើងចេញពីពេញមកហើយកាត់តាមកពើតហ្នឹងបងប្អូនអាចទៅមើលភាគ1ភាគ2ភាគ3ភាគ4ហើយសម្រាប់វីដេអូនេះផងដែរគឺភាគទី5បញ្ចប់ហើយបងប្អូនព្រោះវាវែងពេកដោយការកាត់របស់ខ្ញុំនេះគឺកាត់តាមទូរស័ព្ទអញ្ចឹងវាមិនអាចរ៉ាន់បានទាំងអស់ទេបងប្អូនខ្ញុំកាត់វាជាភាគបំណែកផ្សេងគ្នា 4-5 ផ្នែកអញ្ចឹងដើម្បីឲ្យទូរស័ព្ទវាអាចរត់រួចអញ្ចឹងបងប្អូននៅក្នុងវីដេអូយើងនេះគឺបានផ្ដិតជើនៅទេសភាពនៅតាមឆ្នេរសមុទ្រពីកតុយនៀកអូឈើទាលអូត្រេះរហូតទៅដល់ចិត្តដើមឈើស្នេហ៍បងប្អូនរៀងវែងដែររួចបន្ទាប់មកគឺយើងរើកន្លែងសម្រាកហូបអីមួយសន្ទុះធំបានយើងទៅកន្លែងសម្រាកហើយនៅកំពង់សោមនេះគឺខ្ញុំមានកតុបជួលសម្រាប់ស្នាក់នៅជាប្រចាំខែដែរអញ្ចឹងបងប្អូនអញ្ចឹងវាមានភាពងាយស្រួលមួយដែរត្រង់កន្លែងនេះគឺជាចំណោតបងប្អូនហើយភាគច្រើនអ្នកខ្លះគេស្គាល់គឺគេស្គាល់ឈ្មោះថាចំណោតតផលបងប្អូនវាមានភាពចោតខ្លាំងហើយនៅហ្នឹងគឺគេហៅថាលើភ្នំអីចឹងដែរចឹងបងប្អូនហើយយើងចុះចំណោតហ្នឹងទៅបើយើងបត់ឆ្វេងវាជាផ្លូវប្រច្រាស់បងប្អូនចឹងយើងបត់ស្ដាំមកបន្តិចយើងបត់ចុះទៅក្រោមយើងបត់ឆ្វេងនៅខាងមុខហ្នឹងគឺខ្ញុំបង្ហាញកន្លែងដែលបត់កុំឲ្យប្រច្រាស់ចឹងបងប្អូនហើយយើងបត់ចុះទៅហ្នឹងគឺគៀកនឹងផ្សារលើមែនតើបងប្អូនហើយវាសម្រាប់តាឡានទូចអីទេបើកបានព្រោះឡានធំគេដាក់បារះកពុះអញ្ចឹងវាបើកអត់បានទេបងប្អូនហើយវាចោតខ្លាំងព្រោះគេខ្លាចវាគ្រោះថ្នាក់កន្លែងហ្នឹងបញ្ចូលសលេងរៀងយូរដែរអញ្ចឹងដាក់ភ្លេងឲ្យស៊ីអារម្មណ៍មកបន្តិចបងប្អូន
này nên stress là nhung cho từ sầm mó chọt khăn lên đây vòng prang mà còn nói cái gì đây thế là đi kiếp đó nó anh trong nói cái từ đấy bằng là lọc lời phân là lấy mà hai bọc lời tàu về on đi cây quế với chặt lời lại dương bọt đáo hay dương bọt trộn tận lên những hot quế được từ xa lơ tại dương ấp thời châu tình ấy là xa lơ thế dương từ rồi này là một đó ចឹងមកដល់កន្លែងនេះគឺយើងកំពុងជិះនៅលើផ្លូវផ្សារលើបងប្អូនហើយនៅខាងមុខនោះគឺមានស្តុបកន្លែងស្តុបនោះយើងទៅត្រង់ក៏បានបត់ឆ្វេងក៏បានតែខ្ញុំជិះនេះគឺខ្ញុំបត់ឆ្វេងហើយវានឹងទៅដល់រង្វង់មូតោ2ដូចគ្នាបងប្អូនព្រោះឲ្យខ្ញុំចង់បាន view នៅខាងក្នុងខេត្តកំពង់សោមនឹងឲ្យបានច្រើនតិចចឹងបងប្អូនបើយើងទៅត្រង់វារៀងលឿនជាងហើយវាថតអត់ទៅជាប់អាគារខ្ពស់ៗប្រហែលទេបត់ឆ្វេងគឺយើងអាចមើល view នៅក្រុងកំពង់សោមនឹងបានច្រើនអញ្ចឹងបងប្អូនហើយនៅខាងមុខនោះគឺយើងមាន view នៅតាមដងឆ្នេរអញ្ចឹងបងប្អូនអញ្ចឹងសូមទស្សនាបន្តទៀតជាមួយខ្ញុំបងប្អូន ឥ
ងស្ទះមានអារម្មណ៍ថាមនុស្សច្រើនហ្នឹងមើលនេះមើលមនុស្សទៅទៅមនុស្សអានោះថោកយើងជិះតាមផ្ទុយនេះឲ្យចាំឡើងមកឆ្នេរអូសទៀលចាំទៅនោះណាទីលេងមកជុំផ្ទុយនេះនឹងទៅនេះនេះពេលបញ្ចប់ប៉ុន្តែគុំមិនទេឥឡូវគឺយើងបានមកដល់កតុយនេះហើយបងប្អូនតាមពិតទៅកតុយនេះពីមុនគឺជាតំបន់ភ្នំហើយឥឡូវត្រូវបានគេកាយដីបរៀបហើយយកថ្មយកអីចេញកំពុងតែសាងសង់អគារខ្ពស់ៗជាច្រើនបងប្អូនហើយការសាងសង់អគារខ្ពស់ៗនេះផងដែរគឺជាគម្រោងសន្តាគារលំដាប់កាយ5បងប្អូនដែលកំពុងតែធ្វើការសាងសង់នៅលើដីនៅកតុយនេះហ្នឹងបងប្អូនសម្រាប់គម្រោងនេះផងដែរត្រូវបានវិនិយោគដោយក្រុមហ៊ុន Bendau Investment បងប្អូនដើម្បីសាងសង់សន្តាគារផ្កាយ5ដែលមានទុនវិនិយោគចំនួន$5,704 លានអាមេរិកបងប្អូនមានបន្ទប់ចំនួន2,870 បន្ទប់និងមានអមទៅដោយផ្សារទំនើបនិងសួនមានអាងហែលទឹកដ៏វណ្ណិតនៅក្នុងគម្រោងនឹងផងដែរបងប្អូនអញ្ចឹងពេលដែលបញ្ចប់គម្រោងនឹងទៅគឺវាជាកន្លែងដែលតាក់ទាញមួយដែរនៅក្នុងខេត្តព្រះសីហនុហ្នឹងបងប្អូនហើយបើនៅលើសួននៅជាប់នឹងឆ្នេរនេះវិញគឺមានការតាំងពិព័រណ៍សឹងតែរាល់ថ្ងៃតែម្ដងបងប្អូនវាជាលក្ខណៈដូចប្រភេទផ្សាររាត្រីមួយនៅកំពង់សោមដែរហើយនៅមុខគម្រោងនៃការសាងសង់ហ្នឹងហើយនេះគឺយើងកំពុងតែធ្វើដំណើរបន្តទៅឆ្នេរអូឈើទាលបន្តទៀតបងប្អូន
នេះគឺយើងបានមកដល់ឆ្នេរអូឈើទាលហើយបងប្អូនហើយយើងកំពុងតែជិះនេះគឺនៅខាងក្រោយហាងដែលគេធ្វើនៅឯបនឹងឆ្នេរហ្នឹងហើយទៅមុខបន្តិចទៀតគឺយើងដល់ឆ្នេរខ្សាច់ហើយចាប់ពីឆ្នេរខ្សាច់ហ្នឹងទៅគឺឆ្នេរជាប់គ្នាហាយរហូតទៅដល់ដើមឈើស្នេហ៍តែម្ដងបងប្អូនហើយសម្រាប់ឆ្នេរអូឈើទាលនេះផងដែរគឺពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមកលេងពីចិត្តឆ្ងាយគឺសម្បូរច្រើនជាងគេរាល់ឆ្នេរទាំងអស់ស្ងាត់ប៉ុន្តែឆ្នេរអូឈើទាលនេះគឺអត់ស្ងាត់ទេបងប្អូនគឺមានភ្ញៀវហាយរហូតហើយមួយរយៈនេះគឺភ្ញៀវជាតិយើងគឺបុកមកលេងនៅកំពង់សោមច្រើនមែនទែនដោយសារមានការបិទព្រំដែនហើយពហិការមិនប្រើរបស់ថៃនិងមិនទៅលេងនៅថៃបន្តទៀតចឹងបងប្អូនចឹងទេសចរនៅក្នុងស្រុកយើងគឺពេញនិយមខ្លាំងឥឡូវគឺសម្បូរភ្ញៀវមកលេងច្រើនមែនទែនហើយកន្លែងនេះគឺសូមជិះលើខឿននេះបន្តិចឲ្យបងប្អូនដើម្បីផ្ដិតយកនៅ view ទេសភាពតាមដងនៃឆ្នេរសមុទ្រនឹងដើម្បីចែកជូនបងប្អូនទស្សនាហើយនឹងទុកមើលខ្លួនឯងជាអនុស្សាវរីយ៍នៅថ្ងៃក្រោយៗទៀតចឹងណាបងប្អូនហើយចាប់ពីហ្នឹងទៅគឺឆ្នេររហូតទៅមកបងប្អូនចឹងសូមទស្សនាទាំងអស់គ្នាហើយមកដល់កន្លែងនេះគឺយើងមកចិត្តដល់នឹងដើមដូងដែលពេលល្ងាចគឺសម្បូរទៅដោយមនុស្សពេញនិយមមកអង្គុយមើលថ្ងៃលិចនៅកន្លែងហ្នឹងបងប្អូនច្រើនមែនទែនហើយ view ថ្ងៃលិចនៅកន្លែងហ្នឹងក៏ស្អាតទៀតបងប្អូនពេលល្ងាចគឺឆ្នេរខ្សាច់វាចេញពីច្រាំងទៅឆ្ងាយដែលយើងអង្គុយមើលពីខឿននៅក្រោមដើមដូងហ្នឹងទៅយើងមើលឃើញឆ្នេរខ្សាច់ធំល្វឹងល្វើយហើយ view ថ្ងៃលិចគឺពណ៌មាសប្រាស់ជាមួយនឹងផ្ទៃទឹកសមុទ្រនឹងតែម្ដងបងប្អូនហើយយើងទៅមុខពីដើមដូងនឹងបន្តិចទៅគឺយើងឆ្លងកាត់នៅស្ពានឥន្ទនូពេលដែលផុតពីស្ពានឥន្ទនូហ្នឹងទៅគឺយើងទៅដល់ប្រោនកូហ្វីបងប្អូនហើយចាប់ពីប្រោនកូហ្វីហ្នឹងទៅគឺឆ្នេរអូត្រេសហើយបងប្អូន
rồi lôi ra lụt buồn bệnh màu dục lắm ban luôn cho nên tao máu mày màu bị coi phải màยังqua kho đây dương mau tao bộ nhé đợi trời ơi đó không động tao bộ đàn đầu trăm này việc đàn chơi trăm này đông tê đầu tiên pada đang chắc xe đi lên chắc xe break đầu tiên những từ ta từ lại quay từ tật lẹ này nhở tật lẹ thấy cái này giờ mình cho đầu tiên hết mình mau lên tật lẹ nắng đầu tiên nắng đầu tiên thì lột lên phồng lại tật ăn tật break ô lẹ vì tật lẹ đấy này bây lại những là ó cây lên nắng ấy cây lên nắng ấy cái món tiếp cây lại nó đang bảo ở trong nước gì lấy xem con bờ như lúc ở bên nhẹ lúc oi này thì làm tam lưới mình kho thì dùngมันสั่นมันซอสบกlại nó có ăn được cái đẹp đặt tập này phải dọc chết lừa dân ngay là một nén trên này nóng đá đánh đừng lên một còn tục lỗi chị mới cắt chị làm này lên đầu là to lắm cho cái tiêm kiện cho long nam mấy long nam chẳng nhẹ lụa sầm rọc mà lụa bài giờ rồi là cái là quay trend nhiều hào này
lại đi mặc mà mờ là nhìn lấy này nó có đông đăng không tay mà đông đăng cái nụ nó một rồi cho ngon lại bên này kalau boyនៅមកណែអាលោកធូរជាងគេមែននឹងក្រៅនឹងគាត់15000បើនៅអូយទៀត20000ហើយសំថ្ងៃក្នុងឆ្នាំមួយ25000តែកាលយើងមកចូលឆ្នាំនេះ25000ហ្នឹងមើលវាបុកមកtrong coi gì này này cái lại những món này cái lại tiệm brown mình ha cái lại đang dùng á lại đang ôi tiền lịch niệm đôi niệm mình phảiមានអាសំហាគេម្ដុំនេះពីសិនអ្នកធ្វើការរត់មកគឺស្នាក់នៅនឹងមកទឹកឡើងទៅនឹងឃើញមើលបាត់នេះណាការយើងមកលើកមុនវាមាននេះវាមានសាច់ចុកដល់ក្រោមតែឥឡូវបាត់អត់យើងជិះកំណឹងបានទៅក្រើយទៅឡើងទៀតសម្រាប់យូកន្លែងនេះវិញក៏ស្អាតដែរបងប្អូនជាពិសេសថ្ងៃរៀបលិចនឹងតែម្ដងដោយមានអាគារនៅលើផ្ទៃទឹកបែបនេះហើយពន្លឺពណ៌មាសនៃថ្ងៃចាំងពីលើហើយថ្ងៃវានៅប្រប្រាស់ជាមួយនឹងអាគារបែបហ្នឹងគឺមើលទៅគឺស្អាតមែនតែនបងប្អូនហើយពួកយើងឈប់សម្រាកមើលថ្ងៃរៀបលិចនៅកន្លែងហ្នឹងមួយសន្ទុះធំដែរបន្ទាប់មកក៏យើងបន្តដំណើរទៅមុខទៀតដើម្បីទៅរកកន្លែងហូបអីអង្គុយលេងនៅកន្លែងគេលក់នៅតាមឆ្នេរសមុទ្រហ្នឹងបងប្អូនហើយមួយរយៈហ្នឹងគឺអ្នកលក់ច្រើនមែនតើនៅតាមឆ្នេរសមុទ្រដោយសារមានបងប្អូនយើងមកលេងនៅសមុទ្រច្រើនមួយរយៈនេះដោយសារមានការពហិការមិនប្រើរបស់ថៃហើយមិនទៅលេងនៅទឹកដីថៃបន្តទៀតចឹងបងប្អូនគឺភ្ញៀវទេសចរជាតិយើងភាគច្រើនគឺបានមកដំណើរកម្សាន្តនៅក្នុងស្រុកច្រើនឡើងវិញចឹងបងប្អូនកន្លែងនេះគឺពួកយើងនឹងចិត្តទៅដល់កន្លែងដែលយើងកំណត់ថាអង្គុយលេងហូបអីនៅលើឆ្នេរហ្នឹងហើយបងប្អូនបន្តិចទៀតហ្នឹងគឺយើងទៅដល់ហើយចឹងសូមទស្សនាបន្តទៀតជាមួយខ្ញុំទាំងអស់គ្នាmặc đông mền giờ mặc mùi á mặc mùi cùi trầy mùi giờ trọc mùi tới
mặc muối rồi tray muối hay trọc muối trong hơn đó cùi nó tóc na bông năng mà chua nó nghe chua ní coi chua ní chua ní đó một cái màu gold không cần coi lên nơi trên này mà lấy chờ nó ngay này hay sai xa tao bảo đầu mà hộp chập đào màu đào hai bông bồn tân lang ăn bông bồn về đây coi nơi lưới cho nên hai kêu sâm mót coi hộpแบบนี้คือ fresh មែនតើហើយពិសេសគឺពេលមើលឃើញទឹកអលើដ៏ស្រស់ស្អាតបែបនេះទៀតបងប្អូនវាលកសាច់សធំល្វឹងល្វើយស្អាតមែនតើបងប្អូនវាយូរនៅកន្លែងនេះមកហូបមកដល់គឺអត់ទាន់ហូបភ្លាមទេឆ្លៀតខ្លែមជាមួយនឹងវាយូនៃសមុទ្រកន្លែងនេះ Tự nhiên cái này được rồi. Bật lên còn lại vô sang lên tao hai cái bộ này Ok, này bật nó sẽ một cái viên cây salmon này một đó mình cứ một này đây là một cây salmon tập sao cả đúng tập sao đây là một đó đấy mình bật lại vô để chiên nó ăn một tí á nó lắm bơm sạch nó cho mình tập rồi